បាទសួស្តីបងប្អូនទាំងអស់គ្នាបាទឥឡូវយើងតคลิปទី2ណាពាក់ព័ន្ធនឹងការប្រើប្រាស់ទៅលើបិទផ្ទៃបាតក្រោមនៃកម្មចលនារបស់យើងមានស៊ុំជុំវិញហើយស៊ុំជុំវិញហើយចឹងយើងធ្វើការបិទម្ដងផ្ទៃបាតដោយសារផ្ទៃបាតរបស់យើងមើលពីក្រោមចឹងឃើញតម្លាក់ឃើញតម្លាក់ចឹងជាធម្មតាកន្លែងនេះម៉ូតយើងធ្វើផ្ទៃស្មើផ្ទៃបាតស្មើចឹងដើម្បីបានគឺយើងត្រូវ copy ស៊ុំសងខាងទាំងពីរនេះណាចេញដើម្បីយើងយកឡាយរបស់វាមកដើម្បីធ្វើការគូសផ្ទៃបាតតែការគូសផ្ទៃបាតនេះគឺយើងប្រើឡាក់នេះគូសយើងធម្មតាយើងគូសផ្ទៃកោងទៅតាមរាងកម្មចតាបើយើងអត់ប្រើពពុះឡាក់នេះទេគឺគូសអត់ចេញណាគូសអត់ចេញផ្ទៃសាច់ស្អាតទេចឹងយើងយកស៊ុំជុំវិញពីរហ្នឹងមកដើម្បីធ្វើការទុកតែម្លាយបានឡាយផ្ទៃខាងក្នុងស៊ុំជុំវិញសងខាងនៃកម្មចតារបស់យើងទុកតែម្លាយបានហើយយើងធ្វើការទុកតែម្លាយនៃផ្ទៃខាងក្នុងនៃស៊ុំរបស់វាចឹងនៅក្នុងការគប់គឺយើងត្រូវការប្រើប្រាស់ plugin ជាចំណុចពិសេសព្រោះវាស្អាតហើយវាជួយឲ្យការងារវាលឿនបាទអញ្ចឹងតើយើងបានឡើងហើយយើងចាប់ផ្ដើម explore ទៅចេញមកដើម្បីយើងផ្ដាច់គ្រប់នៃការនៃស៊ុំរបស់វាហើយឡាយមួយយើងផ្ដាច់ចេញមកវានឹងជាប់ឡាយចឹងយើងធ្វើការភ្ជាប់របស់វាធ្វើការភ្ជាប់នៃប្រើ plugin មកពុះ JXX ក៏ដែរបាទនេះคลิกដំបងคลิกនៃ slide ដែលយើងចង់ភ្ជាប់ហើយយើងទៅคลิก line JXX មួយទៀតដើម្បីយើងភ្ជាប់វាអានេះគេហៅថា join line ណាjoin line វាហើយដើម្បីបានសាច់ណាបាទដើម្បីបានសាច់យើងចំណុចកណ្ដាលនេះយើងដាក់ទៅវាត្រូវទេភាសាវារត់យើងឲ្យបានគូសឡើងខាងក្រោមនិងខាងលើអញ្ចឹងវាឲ្យសាច់ចំណុចកណ្ដាលបាទឃើញវាចេញទៅណាឆ្កុយដោយសារយើងមិនបានភ្ជាប់ឡើងវាតាមមកចំណុចទី1បានវាជាប់ឲ្យយើងដោយសារឡើងនេះវាជាយើងប្រើពពុះ Convolone នេះConvolone ឯងមើលទៅដូចពាក្យស្រោមមុខនេះបាទនេះយើងត្រូវការតែ2ឡានហើយ2ឡាននេះมันចាំតែភ្ជាប់គ្នាក៏បានដែរអញ្ចឹងវាឲ្យសាច់អូតូបន្តិចបាទចំពោះចំណុចកណ្ដាលដែលយើងមានសញ្ញាបន្លែងទាំងអស់បន្លែងទៀតគឺធ្វើឲ្យយើងគូសឡើងចិត្តมันវាឲ្យសាច់ឲ្យយើងហើយនេះជាចំណុចបង្ហាញពាក់ព័ន្ធនឹងការប្រើប្រាស់ឡាយការដោះឡាយការដាក់ឡាយដេកឡាយឈរដាក់សាច់នៅមានតឡាយឬអត់សាច់មានសាច់មានអត់ឡាយបាទអានេះទៅតាមចំណង់ចំណុចចិត្តរបស់យើងតែនេះយើងផ្ដោតទៅលើសាច់បាទចឹងយើងធ្វើការចាប់ចូលមកវិញមកយើងបានផ្ទៃសាច់គឺបានផ្ទៃសាច់ដែលរៀបស្មើឃើញស្អាតបាទឃើញផ្ទៃស្មើស្អាតហើយចឹងការការគប់យើងដើម្បីបានសាច់ពេញល្អតាមកំណោងរាងកាំចនារបស់យើងបាទ
គេប្រើ plugin បូកចូលទៀតជាមួយនឹង Converter បាទហើយមួយទៀតយើងទៅប្រើពពុះ Set Blender ដើម្បីរកឲ្យគេប្រើក្បាច់ប្រើបាក់ភាសាយួនហៅថាភាសាវៀតណាមគេហៅថាជ្រីណាពពុះ Classic អញ្ចឹងយើងបិទ data រៀនស៊ុំកំណៅជុំវិញកាមេរ៉ាហ្នឹងគឺគេដាក់ស៊ុំមួយទៅហ្នឹងហើយដើម្បីចេញ classic ហើយ classic នេះអានេះគាត់ឲ្យយើងជាតំណាងទេមែនតើទៅវាចង់បានរឿងបែបមិនក៏បានដែរហ្នឹងគឺចង់បានរឿងបែបមិនក៏បានដែរឲ្យវាស្រោបទៅស៊ុំនៃ curve ចណ្ដាលកោងជុំវិញរបស់យើងនេះបាទអញ្ចឹងយើងធ្វើការ copy ចេញមកម្ដងទៀតមកដើម្បីយក line បាទមែនតើគេត្រូវទុក line ស៊ុំដែលយើងគូរដំបូងឡើយយើងទុកវាតែយើងនេះខ្ញុំវាចេញបាទឥឡូវយើងចាក់គូរឡើងវិញនេះយើងទុកតែ line ស៊ុំមួយនៅខាងម្ដងហ្នឹងហើយមុនយើងចាក់ទៅបាត់យើងទុកខាងក្នុងតែឥឡូវយើងទុក line ខាងក្រៅម្ដងបាទដើម្បីយើងធ្វើ frame នៃបែប classic ជុំវិញចណ្ដាលរបស់យើងហ្នឹងបាទអញ្ចឹងពាក់ព័ន្ធនឹងស៊ុំចណ្ដាលនេះយើងធ្វើម៉េចយើងគូសឲ្យសមមាត្រទៅនឹងស៊ុំ frame នៃស៊ុំជុំវិញកាមេរ៉ារបស់យើងហ្នឹងចាក់ខ្លះក៏លេខ classic កោងបិឆិតចិត្តមាត់ចាបកាច់ជ្រុងបែបគូមានប្រតិតំមកវាកាច់ជ្រុងហ្នឹងបាទតែនេះយើងបានទៅចឹងយើងបានស៊ុំឡើងហើយយើងគាត់ធ្វើការជាន់ឡើងទៅមកហើយយើងទៅមើលline ដែលយើងជាន់មានប្រវែងប្រហែលគឺយើងគូរ line ថ្មីប្រវែងប៉ុណ្ណឹងដែរបាទនេះគឺយើងមើលប្រវែងចឹង line ដែលយើងគូរថ្មីក៏ប៉ុណ្ណឹងដែរបាទតបមកយើងធ្វើការគូសជ្រីនេះគាត់នឹងធ្វើជាការឧទាហរណ៍នេះដើម្បីឲ្យវាច្បាស់ឧទាហរណ៍ច្បាស់ហើយតាមត្រូវបាទការធ្វើបែបនេះវាត្រឹមត្រូវអញ្ចឹងយើងពុះស៊ុំបញ្ឆោតទៅវិញយើងដូចយើងនិយាយពីដំបូងអញ្ចឹងថាធ្វើម៉េចឲ្យសមមាត្រទៅនឹងស៊ុំនៃជ្រីដែលយើងដាក់កម្ពស់ប៉ុណ្ណាគឺយើងដាក់ស៊ុំនៃជ្រីចដាលជុំវិញហ្នឹងកម្ពស់ប៉ុណ្ណាគឺយើងត្រូវស៊ុំនៃជ្រីគឺកម្ពស់ប៉ុណ្ណឹងដែរបាទហើយយើងឆោតធ្វើម៉េចយើងឲ្យវាលាក់ចេញពីស៊ុំនៃជ្រីកម្មចដាលជុំវិញរបស់យើងនេះឲ្យចេញទៅមកឲ្យវាជាប់ដិតពេកវាអត់ស្អាតទេដែលយើងរែងមកស្អាតទេចឹងយើងគ្រប់វាមួយមកហើយយើងធ្វើម៉េចយើងចាប់ចំណុចកែងជ្រុងនៃរបស់យើងទៅចំឡើងណាបាទហើយយើងធ្វើការចេញតិចមកដើម្បីឲ្យមានអកស្រួយនៅពេលដែលយើងចេញរៀងកម្មចនាមកឲ្យវាលយចេញហ្នឹងកុំឲ្យវាស្មើមួយណាចឹងថា copy សម្រាប់ឲ្យវាស្មើជាមួយនឹងប្រវែងដែលយើងបានគប់ណាបាទហើយយើងគាត់ចេះ style ទៀតការគប់ style របស់យើងទៀតចឹងយើងដាក់ខ្លីមួយវែងមួយខ្លីវែងមួយឬក៏ខ្លីទាំងអស់ឬក៏វែងទាំងអស់អានេះ
គឺចំណងចិត្តជាការ design គំនិតថ្មីរបស់យើងផ្ទាល់នេះក៏ជាការប្រាក់ទានមួយគូចឹងនេះគេអាចធ្វើធ្វើម៉េចក៏ដោយធ្វើម៉េច copy ឲ្យស្មើជាមួយនឹង line ដែលយើងគូសណាហ្នឹង line នេះគូឲ្យប៉ុណ្ណាគឺយើងដាក់ប៉ុណ្ណឹងមកគឺបើសិនលើអញ្ចឹងយើងថយមកវិញមកហ្នឹងហើយចឹងយើងបានហើយយើងចាប់គ្រប់វាណាយើងគ្រប់វាមួយតុកទៅដើម្បីយើងធ្វើការចាប់ពពុះ segmenter ចូលចឹងបាទយើងប្រវែងវាសមហើយគឺ4តកន្លះនៃស៊ុំកាមេរ៉ារបស់យើងចឹងយើងធ្វើការចុចនៃអ្វី object ដែលយើងបានគ្រប់ហ្នឹងហើយយើងទៅចុចplugin បាទហើយបានបើស្មើហើយអញ្ចឹងគឺយើងទៅចុចនៅ plugin មួយហើយយើងមកចុច line ដែលយើងគូសណាដើម្បីចេញពណ៌បៃតងបាទហើយយើងមកចុច line ដែលយើងចង់ឲ្យរត់ឲ្យទៅហ្នឹងគេចុចបាច់ចេញហើយអានេះជាការគូស technique ការប្រើប្រាស់ plugin ឲ្យរៀងតាមចតាកោងមិនក៏បានដែរណាហ្នឹងគឺវាឃើញស្អាតបាទអញ្ចឹងវាឃើញវាចូលឲ្យសេមិនតិចនៃបាននៃ line របស់យើងហ្នឹងអញ្ចឹងយើងចាប់នៃ line របស់យើងតែយើងស៊ុំកាមេរ៉ារបស់យើងដែរណាបាទបាច់ហើយឃើញវារៀនចេញស្អាតណាហ្នឹងបែប classic អានេះគាត់ជាឧទាហរណ៍ទេចឹងបើយើងចង់បានក្បាច់ស្អាតជាងនឹងល្អជាងនឹងឲ្យ classic ជាងនឹងគឺយើងអាចលម្អិតគូថ្មិចគូឡាញកន្លែងដែលយើងគូហ្នឹងគឺឲ្យ classic មកបាទនេះគឺជាការឧទាហរណ៍ទេបាទអញ្ចឹងយើងចាប់ផ្ដើមធ្វើមួយទៀតនិយាយទៅដូចគ្នាទេអញ្ចឹងតែចេះមួយហើយហើយអត់មានបាន classic ពពុះប្រើ plugin ស្រួលអាហ្នឹងមែនតើឃើញតែយើងមិនរៀនដាក់ចឹងយើងធ្វើការលុបដូចគ្នាទុក line ខាងក្រៅមកយើងទុក line ខាងក្រៅបាទហើយ join line វាមកយើង explore យើង join line វាមកគឺ AutoCAD អានេះណាចុចសិត J ទៅប៉ុកមកហើយនេះគឺប្រវែងប៉ុណ្ណឹងយើងទៅគូសយើងគូស line ប៉ុណ្ណឹងដែរមកគូស line ប៉ុណ្ណឹងដែរមកបាទប្រវែង line ប៉ុណ្ណាប្រវែងចំណងកាន់ដៃនេះប៉ុណ្ណឹងណាបញ្ជាក់ឲ្យអត់អាចខុសនឹងបានទេណាហើយគាត់នឹងយើង copy line អត់ជិះយើងគូសហើយហ្នឹងគាត់នេះតែយើងធ្វើមួយទៅវានៅរហូតណាវាអត់ទៅណាទេវា copy ឲ្យយើង automatic មកវាបាត់ទេហ្នឹងចឹងអានេះដោយសារលោកគូសទៅយើងភ្លេចមើលយើងភ្លេចមើលដាក់តែខុសវាត្រូវបាទតែប៉ិតយើងត្រូវស៊ុំខាងប៉ុណ្ណាខាងក្នុងក៏ប៉ុណ្ណឹងដែរហ្នឹងហើយអានេះជាជំរើសដល់ពេលដែលយើងដាក់ខ្លីអញ្ចឹងពេលដែលយើងធ្វើទៅវាធ្វើឲ្យកម្រិតនៃ frame របស់យើងជារត់ទៅវាអត់សូវស្អាតទេអញ្ចឹង
ចឹងបដូរវិញយើងយកតម្លៃវិញព្រោះនេះអត់មើលយើងមើលទៅពាក្យអត់ឃើញស្អាតទេអញ្ចឹងយើងទៅរកផ្លិតដើមហើយចាំយើង stretch មកវិញចឹងអានេះយើងអត់យកទេគឺយើងគិតថាវាអត់ស្អាតចឹងយើងសុខចិត្តយើងទុកទាំងអស់ហើយយើង scale វាវិញយើង scale មកឲ្យស្មើជាមួយនឹងយើងវិញអានេះយើងមើលទៅញឹកឃើញស្អាតដែរដោយសារវាតំណោងកាន់តែគួចវាកាន់តែញឹកហើយឃើញស្អាតបាទ classic ទេអញ្ចឹងមកចឹងនេះយើងទាញហើយយើងคลิกមើលនៃការ rotate ណាយើងដាក់ទៅវាបញ្ច្រាស់មើលទៅយើងឃើញតាមបញ្ច្រាស់អញ្ចឹងជាពេលយើងដាក់ទៅវាលឹកចូលទៅក្នុងសាច់នៃស៊ុំចដានេះត្រូវទេនេះអញ្ចឹងរកការដាក់នេះក៏យើងមើលដែរណាតាមធ្វើម៉េចឲ្យស៊ុំហ្នឹងវាចូលក្នុងវាចេញខាងវិញអញ្ចឹងយើងវាចាំហើយយើងទៅ rotate វាវិញណាយើងវាវិញវាហើយចឹងលួចតិចណាយើងលួចវា5លីអញ្ចឹងណាឲ្យឃើញផុសវាចេញផុសពីចដាកោងវិញគឺស្អាតវាចូលមកចូល5លីអញ្ចឹងណាមកសំណានិយាយលេខមកសំហើយយើងចេះការជិតម្ដងទៀតបាទ segmenter បាត់នឹងបាត់នេះទៅវាចេញនេះនេះជាផ្ទៃខាងក្រៅគេរៀងឡើងនេះអញ្ចឹងត្រូវបាទអានេះត្រូវអញ្ចឹងយើងចាប់ផ្ដើមធ្វើផ្ដាច់មកហើយយើងចាប់ឡែងទៅស៊ុំនៃខាងក្នុងនៃចដាកោងយើងចាប់បាច់មកគឺជាចេញលេខវាបន្តអញ្ចឹងគឺស្អាតវាលៀមចេញអាវិញយើងដាក់5គុណមុនហ្នឹងណាគឺអានេះវាគ្រាន់តែជាចំណុចជាឧទាហរណ៍ទេដោយយើងនិយាយពីខាងដើមទៅណាចង់លេខ classic ជាងហ្នឹងក៏បានដែរណាបាទស្រួលថយនេះប៉ុណ្ណឹងណាបាទវារៀនវាស្អាតអូខេចង់បញ្ចប់នៃវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេជួយ subscribe ជួយ like ជួយ share ផងណានឹងដើម្បីវីដេអូបន្តទៀតឃើញស្អាតណាស់ប៉ុណ្ណឹងស៊ីផុយណាស៊ីទៅឆ្ងាញ់ប៉ុណ្ណឹងទៅបានក៏ស្អាតស្មើ smooth ល្អណាស់បាទ